ជារៀងរាល់ថ្ងៃទំនិញនិងកសិផលរាប់ពាន់មុខត្រូវបានចរាចរចេញចូលក្នុងប្រទេសកម្ពុជាទៅតាមរយៈកំពង់ផែនិងមាត់ច្រកបញ្ចេញទំនិញទៅកាន់ទីផ្សារជាតិនិងអន្តរជាតិក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខ្សែច្រវាក់ផ្គត់ផ្គង់និងវិស័យភស្តុភារកម្មបានក្លាយជាចលករស្នូលជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើននិងប្រកួតប្រជែងបានលើឆាកអន្តរជាតិក្នុងនោះសមាគមភស្តុភារកម្មកម្ពុជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងបេសកកម្មដ៏សំខាន់នេះសមាគមភស្តុភារកម្មកម្ពុជាត្រូវបានបង្កើតឡើងដោយច្បាប់នៅឆ្នាំ2004ក្រោមឈ្មោះថាសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាហៅកាត់ថាកម្មហ្វាដែលអនុម័តដោយក្រសួងមហាផ្ទៃដោយមើលឃើញពីការអភិវឌ្ឍនិងរីកចម្រើនលំហូរពាណិជ្ជកម្មដ៏មហិមានេះទើបនៅឆ្នាំ2020សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាកម្មហ្វាបានផ្លាស់ប្ដូរមកជាសមាគមភស្តុភារកម្មកម្ពុជាហៅកាត់ថា CLA ដែលជាសមាគមជាតិតាំងពីចាប់ផ្ដើមបង្កើតសមាគមរហូតមកដល់បច្ចុប្បន្នយើងមានប្រធានសមាគមចំនួន4រូបដោយក្នុងនាមជាស្ថាប័នតំណាងឲ្យវិស័យឯកជនសមាគមភស្តុភារកម្មកម្ពុជាមានបេសកកម្មស្នូលក្នុងការការពារផលប្រយោជន៍និងបង្កើតកិច្ចសហប្រតិបត្តិការគ្រប់វិស័យមានដូចជាវិស័យពាណិជ្ជកម្មឧស្សាហកម្មកសិកម្មសេវាកម្មនិងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងគោលបំណងគាំទ្រទៅដល់វិស័យភស្តុភារកម្មនិងដឹកជញ្ជូនជាតិនិងអន្តរជាតិបច្ចុប្បន្ននេះរចនាសម្ព័ន្ធរបស់សមាគមភស្តុភារកម្មកម្ពុជាមានប្រធាន1រូបអនុប្រធាន3រូបនិងប្រធានគណៈកម្មការចំនួន6ដូចជាគណៈកម្មការដឹកជញ្ជូនតាមផ្លូវទឹកគណៈកម្មការដឹកជញ្ជូនតាមផ្លូវគោកគណៈកម្មការដឹកជញ្ជូនតាមផ្លូវអាកាសគណៈកម្មការបណ្ដុះបណ្ដាលគណៈកម្មការកិច្ចការគយគណៈកម្មការពន្ធដារនិងគណៈនៃដើម្បីផ្សារភ្ជាប់ការងារបច្ចេកទេសទៅតាមជំនាញនីមួយៗក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមជូនសមាជិកឲ្យចំគោលដៅដើម្បីពង្រីកវិសាលភាពការងារទាំងក្នុងតំបន់និងពិភពលោកមកទល់ពេលនេះសមាគមភស្តុភារកម្មកម្ពុជា CLA ទទួលបានការគាំទ្រនិងទំនុកចិត្តពីដៃគូសហការជាច្រើនទាំងរាជរដ្ឋាភិបាលនិងវិស័យឯកជនដោយទទួលបានសមាជិកប្រមាណជិត200ក្រុមហ៊ុនសមាគមភស្តុភារកម្មកម្ពុជា CLA គឺជាសមាជិករបស់សហព័ន្ធសមាគមអ្នកដឹកជញ្ជូនទំនិញអាស៊ាន AFA និងសហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអន្តរជាតិ FIATA ហើយយើងក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិមួយចំនួនដូចជា UNESCAPE, Ali, GMS, Hong Kong Trade ជាដើមដោយទទួលបានការគាំទ្របណ្ដុះបណ្ដាលធនធានមនុស្សនិងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនអន្តរជាតិចាប់តាំងពីឆ្នាំ2009មកសមាគមភស្តុភារកម្មកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យភស្តុភារកម្មនិងដឹកជញ្ជូនស្របតាមចក្ខុវិស័យនិងគោលបំណងរបស់ CLA Excellence through Education Leadership through Advocacy ថ្នាក់ដឹកនាំរបស់សមាគមបានបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាដៃគូដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនយ៉ាងសកម្មសមាគមភស្តុភារកម្មកម្ពុជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបរិច្ចាគនិងធ្វើសប្បុរសធម៌ទៅកាន់ប្រជាជនកម្ពុជាតាមរយៈរូបភាពជាច្រើនអុកញ៉ាហាក់លៀងហូប្រធានសមាគមភស្តុភារកម្មកម្ពុជាព្រមទាំងក្រុមប្រឹក្សាភិបាលអាណត្តិទី9តែងតែចូលរួមយ៉ាងសកម្មដើម្បីជួយសម្របសម្រួលដល់វិស័យភស្តុភារកម្មនិងដឹកជញ្ជូននៅកម្ពុជាដែលជាចំណែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាលសមាគមភស្តុភារកម្មកម្ពុជាសមាគមទទួលបានការគាំទ្រពីដៃគូសហការជាច្រើនដែលបានចុះអនុសារណៈយោគយល់គ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការរៀបចំវេទិកាផ្សេងៗជាច្រើនដូចជាសិក្ខាសាលាផ្សព្វផ្សាយវេទិកាធុរកិច្ចនិងដំណើរទស្សនកិច្ចសិក្សាជាដើមសមាគមភស្តុភារកម្មកម្ពុជាមានឆន្ទៈយ៉ាងមុតមាំដើម្បីបន្តបេសកកម្មស្នូលក្នុងការការពារផលប្រយោជន៍ជាតិនិងជំរុញវិស័យភស្តុភារកម្មនិងដឹកជញ្ជូននៅកម្ពុជាឲ្យមានភាពប្រកួតប្រជែងខ្ពស់ទាំងពេលវេលានិងតម្លៃដើម្បីចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន